គ្រប់ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅក្នុងរាត្រីនេះផងដែរ Channel យប់ស្ងាត់មានសាច់រឿងមួយយកមកចែករំលែកឲ្យបងប្អូនបានស្ដាប់កំសាន្តដែលសាច់រឿងនេះខ្ញុំទទួលបានពីបងប្រុសឌីដែលគាត់បានរៀបរាប់ដំណើរសាច់រឿងកាលពីគាត់នៅវ័យកុមាររៀបរាប់មកកាន់ខ្ញុំអញ្ចឹងបងប្អូនអញ្ចឹងដឹងថាសាច់រឿងរបស់បងឌីមានលក្ខណៈព្រឺព្រួយបែបណាសូមបងប្អូននិយាយស្ដាប់ជាមួយខ្ញុំដូចតទៅបងឌីគាត់បានរៀបរាប់មកកាន់ខ្ញុំថាកាលដែលពីគាត់នៅពីក្មេងហ្នឹងគាត់ចូលចិត្តដើរដាក់បកាយដើរដាក់សន្ទួញបងប្អូនហើយគាត់ជាកុមារាម្នាក់ដែលមិនចេះខ្លាចរឿងអបិយជំនឿមិនចេះខ្លាចខ្មោចអីទេគាត់តែងតែទៅដាក់បកាយម្នាក់ឯងចឹងបងប្អូនទៅតាមទីវាលស្រែឆ្ងាយពីផ្ទះចឹងទៅហើយជាពិសេសកន្លែងណាដែលគេមិនសូវហ៊ានទៅដាក់គឺតែងតែមានគាត់ទៅដាក់ចឹងបងប្អូនហើយក្នុងថ្ងៃមួយហ្នឹងគឺគាត់មានបំណងដើម្បីទៅដាក់បកាយឬឆ្ងាយពីផ្ទះដែរនៅទីទួលកន្លែងហ្នឹងហើយគាត់ក៏បានដឹងដែរហើយថាទីទួលកន្លែងហ្នឹងគឺសម្បូរទៅដោយត្រីព្រោះអីមិនសូវមាននរណាគេហ៊ានទៅដាក់កន្លែងហ្នឹងទេដោយល្បីមកថាកន្លែងហ្នឹងមានខ្មោចលងមានរឿងអភូតហេតុអីផ្សេងកើតឡើងអញ្ចឹងបងប្អូនសំបីតែមនុស្សចាស់ដែលមានវ័យចំណាស់ហ្នឹងក៏មិនសូវហ៊ានទៅកន្លែងទីទួលហ្នឹងដែរតែបងឌីដូចបងប្អូនបានដឹងហើយគាត់ថាគាត់ជាមនុស្សដែលមិនចេះខ្លាចទេរឿងខ្មោចអីហ្នឹងឲ្យតែកន្លែងណាដឹងតែកន្លែងហ្នឹងមានត្រីហើយគឺគាត់ដឹងថាត្រូវដាក់ឲ្យខានតបានអញ្ចឹងបងប្អូននៅពេលថ្ងៃមួយហ្នឹងដែលគាត់មានបំណងទៅដាក់កន្លែងហ្នឹងមេឃក៏វារៀងសន្ទុំរបៀបដូចចង់ភ្លៀងដែរថ្ងៃនោះហើយគាត់ក៏សម្រេចចិត្តថាយ៉ាងណាក៏ត្រូវទៅដាក់កន្លែងហ្នឹងដែរព្រោះដោយសារថាគុំទៅដាក់កន្លែងហ្នឹងយូរហើយដោយសារថាដឹងតែកន្លែងហ្នឹងមានត្រីច្រើនបងឌីបិទនុយបកាយអីរួចរាល់ហើយមិនប្រអងយូរទេព្រោះមេឃក៏រៀងល្ងឹតដែរហើយគាត់ក៏ចាប់ផ្ដើមធ្វើដំណើរទៅដាក់បកាយនៅទីទួលនោះតែម្នាក់ឯងទេពេលដែលគាត់ទៅដល់ហ្នឹងក៏បានរាយបកាយដាក់នៅជិតទីទួលហ្នឹងហើយគាត់ក៏មានបំណងថានឹងសម្រាកនៅទីនោះដែរតែគាត់គិតថាដោយសារតែវារៀងឆ្ងាយពីផ្ទះអញ្ចឹងទេគាត់បិទឲ្យមកដងអញ្ចឹងទៅគាត់ដើរទៅផ្ទះសិនហើយចាំដល់ពេលប្រឡប់បន្តិចបានគាត់ដើរមកមើលភាសាទៅអញ្ចឹងបងប្អូនបន្ទាប់ពីដាក់បកាយនៅកន្លងទីទួលនឹងរួចហើយគាត់ក៏បានដើរមកផ្ទះវិញហើយបញ្ជាក់ផងដែរថាបងឌីគាត់ក៏បានដឹងរឿងរ៉ាវខ្លះពីទីទួលដែលគាត់ទៅដាក់នឹងដែរគាត់បានដឹងពីម្ដាយរបស់គាត់ដែរនិយាយប្រាប់គាត់ណាដោយសារថាទីទួលកន្លែងហ្នឹងគឺមិនសូវមានអ្នកគេហ៊ានទៅដាក់ហ្នឹងដោយសារថាមានរឿងរ៉ាវថាជាកន្លែងដែលធ្លាប់ជាគុកឃុំឃាំងរបស់អ្នកទោសកាលពីចំនួនប៉ុលពតហើយក៏ធ្លាប់បានកន្លែងហ្នឹងជាកន្លែងដែលមន្ទីរពេទ្យក៏ធ្លាប់មានមនុស្សស្លាប់មនុស្សភ្នោសាកសពអីនៅនឹងច្រើនអញ្ចឹងបងប្អូនបងឌីក៏បានដឹងដែរហើយសំនឹងកន្លែងហ្នឹងវាត្រូវគេបោះបង់ចោលយូរទៀតអញ្ចឹងវាធ្វើឲ្យកន្លែងហ្នឹងវាទៅជាកន្លែងមួយដែលសឹងតែគ្មានអ្នកណាគេហ៊ានចូលនឹងទៅក្បែរអញ្ចឹងបងប្អូនតែទោះជាយ៉ាងណាក៏ដោយបងឌីពិតជាមិនខ្លាចទេដោយសារតែបានដឹងអញ្ចឹងដែរក៏បងឌីក៏គាត់នៅតែជំនះដែរនៅតែជំនះថាយ៉ាងណាក៏ត្រូវតែដាក់កន្លែងហ្នឹងហើយណាមួយគឺបកាយក៏រាយហើយទៀតអញ្ចឹងយ៉ាងណាយប់ហ្នឹងគឺគាត់ត្រូវដើរទៅមើលបកាយហ្នឹងធម្មតាហើយបងឌីគាត់ជាមនុស្សមិនខ្លាចខ្មោចទោះបីជាដឹងរឿងហ្នឹងក៏ដោយក៏គាត់នៅតែជឿជាក់លើខ្លួនឯងថាគាត់ពិតជាអត់ខ្លាចខ្មោចទេបន្ទាប់ពីគាត់បានរាយបកាយរាយហើយអញ្ចឹងទៅបងឌីគាត់ក៏បានមកផ្ទះវិញហើយពេលព្រលឹមតិចគាត់ក៏បានដើរទៅមើលបកាយហើយពិតជាមិនខកបំណងទេបងឌីគាត់និយាយថានៅពេលដែលគាត់ដើរទៅមើលបកាយហ្នឹងគឺថាត្រីស៊ីបកាយគាត់សឹងតែគ្រប់បកាយហើយគាត់រាយរាប់ប្រាប់មកកាន់ខ្ញុំទៀតថាមួយយប់ហ្នឹងគឺគាត់ដើរដោះសត្រីទេតែរឿងដែលវាគាត់ដែលគិតថាគាត់មិនខ្លាចខ្មោចហើយធ្វើឲ្យគាត់ព្រឺរោមបាសសក់នោះគឺដោយសារយប់ដែលគាត់ដាក់បកាយនឹងឯងបងប្អូនទោះបីជាបងឌីជាមនុស្សមិនខ្លាចខ្មោចប៉ុណ្ណាក៏ដោយនៅពេលដែលបានឮសំឡេងក៏ដូចជាបានឃើញនៅទស្សនវិជ្ជាច្បាស់ផ្ទាល់ភ្នែកគាត់ទើបគាត់ភ្លឺភ្នែកថាគាត់ពិតជាខ្លាចខ្មោចដែរបងប្អូនពីមុនថាខ្លាចខ្មោចដោយសារតែដែរបានជួបឥឡូវគេចេញមកសាកល្បងបងឌីមើលថាម៉េចវិញបងឌីគាត់និយាយថាពេលហ្នឹងគឺគាត់បានដើរមើលបកាយហើយក៏បានដោះត្រីយ៉ាងច្រើនដាក់ក្នុងទ្រុងចឹងបងប្អូនហើយចៃដន្យចម្លែកអីគាត់មានបកាយមួយដែលដាក់នៅជិតទួលនឹងមែនតែនហើយក៏ជាបកាយដែលជាប់ត្រីធំជាងគេបងប្អូនក្នុងចំណោមត្រីទាំងអស់គឺមានតែត្រីដែលបកាយចុងក្រោយដែលដាក់នៅគៀកទួលហ្នឹងគឺជាប់ត្រីធំជាងគេបងឌីនិយាយថានៅពេលដែលគាត់ដោះត្រីចេញពីបកាយនឹងរួចហើយគាត់ក៏បានដាក់ចូលទៅក្នុងប៉ោតដែរគាត់បានយកទៅដាក់ត្រីនឹងតែចៃដន្យអីនៅពេលដែលគាត់ដាក់ត្រីនឹងហើយត្រីនឹងក៏បានរួចចេញពីប៉ោតរបស់គាត់បងប្អូនហើយរួចចេញពីប៉ោតពេលហ្នឹងគឺថាទឹកវាមិនសូវជាច្រើនណាបងប្អូនត្រីនឹងក៏បានបោលចូលទៅក្នុងស្រែនៅក្បែរនឹង
ភ្លឺដែលគាត់ដាក់បកាយនឹងហើយគាត់ដើរតាមត្រីនឹងបងប្អូនគាត់ដើរតាមត្រីនឹងដោយសារតែពេលហ្នឹងទាំងយើងនឹងគេបងប្អូនដើរដាក់បកាយមិនមានសាងមានអីគាត់នឹងបំណងថានឹងចាក់ត្រីនឹងយកវិញអញ្ចឹងបងប្អូនគាត់ក៏តាមត្រីនឹងរហូតតាមត្រីនឹងវាចេះតែទៅមុខរហូតអញ្ចឹងទៅគាត់ក៏បានដើរទៅដល់តាមត្រីនឹងទៅដល់កន្លែងទូលនឹងហ្មងបងប្អូនដើរទៅនិយាយទៅចូលទៅដល់ជាប់នឹងព្រំទូលនឹងហ្មងហើយមេឃត្រូវនឹងមេឃវាល្ងឹតដែរបងប្អូនបងឌីថាគាត់ចេះតែតាមមើលត្រីដោយសារតែភ្នែករបស់គាត់នឹងប្រឹងសម្លឹងតាមមើលត្រីនឹងរហូតទៅពេលគាត់រៀបនឹងយកសាំងចាក់ទៅអញ្ចឹងទៅសត្វតបាត់ត្រីនឹងហើយដល់ពេលអញ្ចឹងទៅគាត់ងាកមើលឡើងគាត់ដល់ទួលនឹងបងប្អូនហើយរឿងអីដែលចម្លែកនេះគឺគាត់បានឃើញសមល់មនុស្សនៅក្នុងមន្ទីរពេទ្យដែលបាក់បែកនៅខាងក្នុងទួលនឹងបងប្អូននៅខាងក្នុងព្រៃហ្នឹងនៅពេលនោះហើយដែលបងឌីថាគាត់សឹងថារត់យកប្រះអាយុរត់ចោលត្រីបងប្អូនដោយសារតែគាត់ឃើញស្ដែងពេកគឺឃើញសមល់មនុស្សកំពុងតែឈរសម្លឹងមកកាន់គាត់អញ្ចឹងគាត់ថាភ័យគឺភ័យខ្លាំងមែនតើពេលហ្នឹងដោយសារតែគាត់ទៅតែម្នាក់ឯងទៀតពេលហ្នឹងគឺគាត់ភ័យមែនតើគាត់និយាយថាគាត់ភ័យសឹងតែរត់ចោលប៉ោតហើយតែគាត់ថាគាត់តាំងចិត្តថាអត់ខ្លាចទេនៅតែមិនខ្លាចអញ្ចឹងណាគាត់ក៏ច្បាច់ពិលទៅមើលអញ្ចឹងទៅក៏បាត់ដល់ពេលបាត់អញ្ចឹងទៅគាត់គិតក្នុងចិត្តថាប្រហែលជាគេចង់មកឡងបន្លាចគាត់អញ្ចឹងហើយគាត់ជាមនុស្សដែលរៀងមិនទៅខ្លាចហ្នឹងគាត់ក៏គិតក្នុងចិត្តថាបើសិនជាខ្លាំងមែនចេញមកភាសាទៀតមកគាត់គិតក្នុងចិត្តអញ្ចឹងបងប្អូនគាត់និយាយប្រាប់ខ្ញុំថានៅពេលដែលគាត់គិតក្នុងចិត្តតែប៉ុណ្្នឹងហើយស្រាប់តែមកបងប្អូនហើយមកម្ដងនេះគឺមិនមែនមកគ្នាតិចទេគឺមកគ្នាច្រើនមានទាំងចាស់មានទាំងក្មេងគឺគាត់ឃើញនៅពេញមន្ទីរពេទ្យចាស់ណាមន្ទីរពេទ្យបាក់បែកនេះបងប្អូនគឺឃើញពេញនឹងមកហើយបងឌីក៏ឃើញចឹងហើយគឺរត់គ្មានងាកក្រោយទេបងប្អូនគាត់សឹងតែរត់ចោលត្រីគាត់រត់មានងាកក្រោយទេរត់ប្រផាសប្រភីងទៅផ្ទះវិញហើយនៅពេលព្រលឹមឡើងហ្នឹងគាត់អត់ហ៊ានមកមើលបកាយទៀតទេបងប្អូនគាត់ហ៊ានមកមើលបកាយទៀតទេហើយតួតាម្ដាយរបស់គាត់ជួនមកសាបកាយហ្នឹងមិនគាត់ហ៊ានមកយកបកាយគាត់បងប្អូនដោយសារគាត់និយាយទៅមនុស្សធ្លាប់ថាក្អេងក្អាងរឿងហ្នឹងដល់ពេលគាត់ឃើញច្បាស់អញ្ចឹងមានណាគាត់បាក់ស្បាតហ្មងហើយម្ដាយរបស់គាត់នៅពេលដែលជួនគាត់មកហ្នឹងនិយាយទៀតគាត់និយាយថាហ្នឹងកូនឯងប៉ុណ្ណឹងអត់ទាន់ខ្លាំងទេនៅមានអ្នកឃើញខ្លាំងជាងកូនឯងហ្នឹងទៀតហើយឃើញហ្នឹងគឺសឹងថាជ្រុះសក់ឈឺជ្រុះសក់ព្រោះដោយសារសំឡេងឡងសំឡេងព្រឺហ្មងនិយាយទៅឡងបន្លាចហើយកាលពីមុនអត់ដែលមានណាគេហ៊ានមកដើរក្បែរទូលហ្នឹងទេនេះប៉ុណ្ណឹងគាត់ថាវាតិចទេបងឌីឮទៅប៉ុណ្ណឹងហើយថ្ងៃក្រោយស្មាលីលែងហ៊ានទៅចិត្តទូលនឹងទៀតបងប្អូនលែងហ៊ានទៅចិត្តមន្ទីរពេទ្យចាស់ដែលបាក់បែកនឹងទៀតអញ្ចឹងទោះបីជាមានត្រីប៉ុណ្ណាហើយក៏គាត់លែងហ៊ានមកដែរហើយចាប់ពីពេលហ្នឹងមកគឺបងឌីលែងហ៊ានទៅដាក់បកាយនៅកន្លែងហ្នឹងហើយគាត់ក៏បានទៅស្រោចទឹកស្រោចអីដែរពេលហ្នឹងពួកខ្លាចមែនតែនព្រោះដោយសារគាត់មនុស្សដែលមិនខ្លាចដល់ពេលជួបផ្ទាល់គាត់ខ្លាចមែនតែនអញ្ចឹងហើយរឿងរ៉ាវបងឌីគឺមានតែប៉ុណ្្នឹងទេបងប្អូនមកខ្ញុំគាត់ស្ដាប់គាត់និយាយសម័យរូបភាពទៅក៏មានអារម្មណ៍ថាខ្លាចដែរអញ្ចឹងសូមបងប្អូនជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការសម្រាយរឿងបងប្អូនក៏ដូចជាយករឿងថ្មីយកមកចែកម្លែកបងប្អូនបានស្ដាប់កំសាន្តទៀតអញ្ចឹងបងប្អូនហើយសាច់រឿងបងឌីគាត់ចែកម្លែកហ្នឹងក៏បានមកដល់ទីបញ្ចប់ហើយបងប្អូនអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នារាត្រីសួស្ដីជម្រាបលាបងប្អូន